នាយករដ្ឋមន្ត្រីហ៊ុនសែនប្រមានអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានឲ្យធ្វើកិច្ចការងារស្របទៅតាមច្បាប់និងមិនត្រូវរិះគន់ប៉ះពាល់អ្នកដទៃបើពុំនោះទេពួកគេនឹងប្រឈមទៅនឹងការជាប់ពន្ធនាគារនិងពិន័យប្រាក់ថែមទៀតក៏ប៉ុន្តែអង្គការសិទ្ធិមនុស្សកម្ពុជាយល់ថារដ្ឋាភិបាលគួរស្វាគមន៍ការចូលរួមដោយសកម្មរបស់ក្រុមអង្គការសង្គមស៊ីវិលដែលជួយធ្វើជាកញ្ចក់ឆ្លុះហើយគួរទទួលយកការរិះគន់ទៅពិចារណាលោកសានសែរាយការណ៍ព័ត៌មាននេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី6មិនិនាពេលសម្ពោធបើកការដ្ឋាននិងសម្ពោធផ្លូវក្រវ៉ាត់ក្រុងនៅរាជធានីភ្នំពេញព្រមមានមន្ត្រីសង្គមស៊ីវិលមួយរូបដោយមិនបញ្ចេញឈ្មោះថាមិនគួរលុកលាន់ការងាររបស់អ្នកនយោបាយលោកក៏លើកឡើងថាការបង្ក្រាបលើអង្គការសង្គមស៊ីវិលដោយសារពួកគេនិយាយ5បន្ទុកទៅហើយលោកឯងនេះច្រើនដងហើយអាម្នាក់ហ្នឹងច្រើនដងប្រយ័ត្នអស់ប្រមាណតែច្លើមប្រហើនគឹបអ្នកដាក់គឹបនឹងគឺច្បាប់គឺគឹបមិនខ្ញុំធ្វើទេលោកក៏បានលើកយកស្ថានភាពនៅសហរដ្ឋអាមេរិកដែលប្រធានាធិបតីសហរដ្ឋអាមេរិកទើបឡើងកាន់តំណែងលោក Donald Trump ចោទអតីតប្រធានាធិបតីលោក Barack Obama ពីការលួចលបស្ដាប់ការសន្ទនាតាមទូរស័ព្ទរបស់លោកពេលយុទ្ធនាការឃោសនាបោះឆ្នោតលោកហ៊ុនសែនបញ្ជាក់ថាការមិនត្រូវរើគ្នារវាងអ្នកនយោបាយមិនមែនកាត់ឡើងតែនៅប្រទេសកម្ពុជានោះទេខ្ញុំស្រួលដែរ Donald Trump ជឿតែតោះទៅហើយខ្ញុំជឿតែបន្តនៅនេះព្រោះចេះដើម្បីបណ្ដៅអានេះពួកឲ្យថាខ្ញុំសម្រាប់ខ្ញុំនេះគឺថាខ្ញុំមិនខឹងអាអ្នកដុតលឿងខឹងអាអ្នកហួយហៅខ្យល់នារយៈពេលចុងក្រោយនេះសង្គមស៊ីវិលជាតិនិងអន្តរជាតិរិះគន់ពីការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយពីសំណាក់សមាជិកសភាគណៈបកប្រជាជនកម្ពុជាដែលត្រូវបានអ្នកតាមដានស្ថានភាពនយោបាយមើលឃើញថាជាមធ្យោបាយប៉ុនប៉ងរំលាយគណៈបកប្រឆាំងមុនការបោះឆ្នោតមកដល់នៅថ្ងៃទី5មិនិនាក្រុមសង្គមស៊ីវិលចំនួន78បានចេញសេចក្តីថ្លែងការណ៍រួមគ្នាសម្ដែងការខកចិត្តពីការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សដែលការកាត់ក្តីរបស់តុលាការត្រូវបានគេរិះគន់ថារងឥទ្ធិពលនយោបាយសេចក្តីថ្លែងការណ៍នោះបញ្ជាក់ថាការវាយប្រហារដ៏ឥតអៀនខ្មាសមកលើសកម្មជនការពារសិទ្ធិមនុស្សកម្ពុជានៅរយៈពេលចុងក្រោយនេះដែលមើលទៅហាក់ដូចជាយុទ្ធសាស្ត្ររៀបចំទុកជាមុនយ៉ាងច្បាស់លាស់របស់អាជ្ញាធរកម្ពុជាក្នុងការដាក់ទណ្ឌកម្មនិងវារាំងការបញ្ចេញមតិប្រឆាំងខណៈការបោះឆ្នោតឃុំសង្កាត់នឹងមកដល់នៅខែមិថុនាឆ្នាំ2017ហើយការបោះឆ្នោតជាតិនៅឆ្នាំ2018ខាងមុខអ្នកស្រីចောက်សុភាពនាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី6មិនិនាថារដ្ឋាភិបាលដែលបញ្ញាពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យគួរលើកទឹកចិត្តដល់ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋនិងសង្គមស៊ីវិលក្នុងកិច្ចការងារសង្គមនិងនយោបាយដែលនេះជាគ្រឿងផ្សំសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យយើងគួរតែមានគេហៅថាគួរតែសប្បាយចិត្តនៅពេលដែលពលរដ្ឋជាច្រើនរួមទាំងអង្គការសង្គមស៊ីវិលរួមទាំងយុវជនរួមទាំងឧទាហរណ៍អ្នកប្រើប្រាស់តាមបណ្ដាញសង្គមអីជាដើមនោះដែលគាត់ចូលរួមច្រើនមែនទែនក្នុងការដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គមយើងហើយឆ្លុះបញ្ចាំងជាទូទៅធម្មតាក្នុងនាមជារដ្ឋាភិបាលតែងតែត្រូវបានពលរដ្ឋតែងតែត្រូវបានតួអង្គសង្គមស៊ីវិលនេះមើលឃើញពួកគាត់ច្រើនជាងគេដោយសារពួកគាត់រដ្ឋាភិបាលក៏ដើរតួជាអ្នកដែលគេហៅថាប្រតិបត្តិការក្នុងការធានាដល់ការគោរពហើយនិងការការពារសិទ្ធិមនុស្សដល់ពលរដ្ឋគ្រប់រូបអ្នកស្រីរំពឹងថាតួអង្គនីមួយៗទាំងរដ្ឋាភិបាលដែលចូលរួមក្នុងចរន្តលទ្ធិប្រជាធិបតេយ្យបំពេញតួនាទីរៀងៗខ្លួនឲ្យបានត្រឹមត្រូវនិងគោរពតួនាទីរបស់តួអង្គនីមួយៗទៅវិញទៅមកចឹងបើសិនជាយើងផាត់ចោលតួអង្គណាមួយនោះខ្ញុំមើលទៅមិនមានប្រយោជន៍អីសម្រាប់ប្រទេសជាតិយើងទេព្រោះថាការចូលរួមរបស់អ្នកទាំងអស់គ្នានឹងដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពេលខ្លះយើងអាចលើកថាកញ្ចក់នោះឆ្លុះទៅខុសអញ្ចឹងខ្ញុំថាបើសិនយើងលើកថាខុសយើងធ្វើការកែតម្រូវទៅយើងអាចបង្ឆ្លុះបញ្ចាំងមកវិញមកថាអ្វីដែលគេលើកនេះខុសហើយយើងកំពុងតែធ្វើអញ្ចឹងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ1993មាត្រា35ចែងថាប្រជាពលរដ្ឋមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងកិច្ចការនយោបាយសង្គមសេដ្ឋកិច្ចនិងវប្បធម៌ហើយរដ្ឋត្រូវត្រួតពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ចំពោះសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋខ្ញុំសានសែលអាស៊ីសេរីភ្នំពេញ